ក្រុមហ៊ុនសុខហានធ្វើផ្លូវនៅគុំខ្សែថ្មីហើយនៅគុំប្រពេលនឹងក៏សូឡា6លានជាង7លានជាងដែរក្រុមហ៊ុនសុខហានហើយនឹងក្រុមហ៊ុនសំណង់ឡាយផាឡានឹងឯងបាទទៅហូតហ្នឹងបាទហើយក្រុមហ៊ុនលឹមកញ្ញាបាទហើយក្រុមហ៊ុនអីទៀតបងក្រុមហ៊ុនលុនសុខុនលុនសុខុនល្បីខ្លាំងដែរបាទហើយនឹងក្រុមហ៊ុនលោកភិរមដែរប្រភពខ្លះដែលអង្គភាពយើងទទួលបានទទួលបានខ្លះបងទទួលបានខ្លះសូមកុំឲ្យគេហៅថាមកតបមកចេញឯងមកតបមកចេញឯងបាទគេហៅថារួមគ្នាហូបរួមគ្នាចុកស្រាប់តែទៅឲ្យទទួលខុសត្រូវម្នាក់មិនខ្ញុំឆ្កាស់ទេបងប្អូនហើយមិនខ្ញុំបរិយារឿងទេប៉ុន្តែប្រភពខ្លះទទួលបានប៉ុន្តែខ្ញុំជឿថាខេត្តកំពុងតែធ្វើកិច្ចការងារនេះហើយបាទក្នុងនោះអាចនឹងមានពាក់ព័ន្ធធ្វើការដែរបាទមន្ត្រីឃុំមួយចំនួនលោកមានឃុំមួយចំនួនឬក៏ស្មានឃុំមួយចំនួនបាទស្មានឃុំតាមបណ្ដាឃុំមួយចំនួនព្រោះថាជំនាញខ្លះឬក៏ពាក្យខ្លះលោកបានលើកឡើងឃុំគឺឆ្លងកាត់ពីការបោះឆ្នោតរបស់ប្រជាប្រដ្ឋស្មានគឺជាការរៀបចំឬក៏ជាការប្រឡងចេញពីក្រសួងមហាផ្ទៃអញ្ចឹងស្មានអាចនឹងមានចំណេះដឹងច្រើនមិនក៏យកចំណេះដឹងទៅធ្វើរឿងអក្រក់ប៉ុន្តែអាចនឹងដាក់ការសង្ស័យថាជាការរៀបចំអីមួយជាមួយនឹងមន្ត្រីបច្ចេកទេសតាមស្រុកណែហើយក្នុងនោះដែរមិនខ្ញុំចោទទេក៏សូមឲ្យមានការស៊ើបអង្កេតបឋមបើសិនជាអាចថាខ្ញុំមិនមែនចោទប្រកាន់ទៅលើក្រុមហ៊ុនទេក្នុងនោះមានក្រុមហ៊ុនដែលអាចជាក់ព័ន្ធក្រុមហ៊ុនបូឌីម៉ង់ធ្វើផ្លូវដូចជានៅខាងលងវែកនៅឃុំស្វាយគាត់ប្រភពបានផ្ដល់មកមានផ្លូវខ្លះហ្នឹងតែធ្វើដែរបងមានសូឡាមានពូលមានផ្លូវផ្លូវខែសូឡាតិចទៅអស់លុយច្រើនហ្នឹងមានចឹងដែរក្រុមហ៊ុនទៀតមានក្រុមហ៊ុនសុខហានក្រុមហ៊ុនសុខហានធ្វើផ្លូវនៅឃុំខ្សែថ្មីហើយនៅឃុំប្រពេលនឹងក៏សូឡា6លានជាង7លានជាងដែរក្រុមហ៊ុនសុខហានហើយនឹងក្រុមហ៊ុនសំណង់ឡាយផាឡានឹងឯងបាទទៅហូតហ្នឹងហើយក្រុមហ៊ុនលឹមកញ្ញាបាទហើយក្រុមហ៊ុនអីទៀតបងក្រុមហ៊ុនលុនសុខុនលុនសុខុនល្បីខ្លាំងដែរបាទហើយនឹងក្រុមហ៊ុនលោកភិរមដែរអញ្ចឹងក៏ជាការស្នើសុំដល់ជំនាញពាក់ព័ន្ធមេតាធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវទៅលើករណីមួយចំនួនពាក់ព័ន្ធនឹងក្រុមហ៊ុននេះផងកុំឲ្យពេលខ្លះទៅកិច្ចការអីចេះចុះលោកឈៀនរឿងទាំងអស់នេះបាទកុំឲ្យអត់ទាន់ថាអីគ្រាន់តែយើងមកហៅឲ្យអានេះយើងចង់ក្រែងដែរព្រោះអ្នកសារព័ត៌មានយើងមានសិទ្ធិយើងទាន់តែស្នើឲ្យមេតាត្រួតពិនិត្យនិងតាមដានផងប៉ុន្តែប្រភពទាំងអស់យើងអត់ចោលទេគឺបានផ្ដល់មកថាមានបំបែកឯកតានៅក្នុងអំពូលសូឡាមានដូចរូបភាពហាក់ដែរនឹងដែរចឹងណានឹងជាចំណុចទាំងឯងគាត់សូមរំលឹកប៉ុណ្ណឹងទេបាទរំលឹកហើយសូមជម្រាបចឹងអត់មានចោលប្រកាន់ទេតែគាត់ថាម៉ោងនេះពេលនេះជ្រុលជាក្រសួងឬក៏ថ្នាក់ខេត្តលោកកំពុងតែធ្វើការហើយជូនដំណឹងបន្ថែមក្នុងនាមអ្នករាយការណ៍ជាប់បណ្ដាញក្នុងនាមអ្នករាយការណ៍នឹងជាកញ្ចក់ឆ្លុះនៃព្រឹត្តិការណ៍សង្គមព្រោះគោលបំណងរបស់យើងអ្នកសារព័ត៌មានម៉ោងនេះរួមជាមួយប្រជាពលរដ្ឋសប្បាយណាស់លោកអូខ្ញុំក្រោមលុបសន្តិភាពរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទៅលុបដឹកនាំប្រទេសយ៉ាងត្រឹមត្រូវផ្លូវដែលលំបាកតាមខេត្តខ្លាយទៅជាផ្លូវបេតុងបាទខ្លាយទៅជាផ្លូវកស៊ូខ្លាយជាផ្លូវគ្រូក្រហមដូចលោកមេឃុំនៅថ្លាតខាងឧត្តមបញ្ជាថាតំបន់កាលពីមុនណាកាលពីអតីតកាលក្នុងឆ្នាំ1998រត់តែផ្លូវបរទេសបានផងលោកមេឃុំបាទដល់ឥឡូវនេះមានផ្លូវបេតុងផ្លូវគ្រូក្រហមនេះហៅជាគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតឃុំថ្លាតនៅខេត្តណាខេត្តឧត្តមបញ្ជ័យអូខេត្តលងវែងស្រុកលងវែងខេត្តឧត្តមបញ្ជ័យទៅបានហើយយើងមិននិយាយតែខេត្តហ្នឹងបងកំពង់ស្ពឺយើងកណ្ដាលយើងខេត្តផ្សេងសូម្បីតែខេត្តកំពង់ឆ្នាំងក៏មានផ្លូវបេតុងផ្លូវគ្រួសក្រហមរីកច្រើនអភិវឌ្ឍច្រើនសម្បូរបែបដែរតែយើងថ្ងៃណាមួយយើងនឹងយកសមិទ្ធផលនេះមកហាញជូនបងប្អូនដែលគាត់មិនសូវបានដើរទៅឆ្ងាយប៉ុន្តែពេលនេះយើងគាត់តែចង់យកនៅចំណុចទូចមួយឬក៏ចំណុចខ្លីមួយដែលជាចំណុចអសកម្មនាំឲ្យបាត់បង់លុយរត់តែប៉ុណ្ណោះដើម្បីធ្វើឲ្យការកែលម្អហើយនឹងការអភិវឌ្ឍនេះកាន់តែល្អប្រសើរឡើងបានឧត្តមប្រយោជន៍ទៅដល់ប្រជាពលរដ្ឋហើយជាពិសេសប្រជាពលរដ្ឋកាន់តែគោរពស្រឡាញ់រដ្ឋាភិបាលរបស់យើងមិនចឹងទេបងបាទនឹងគោលបំណងរបស់អ្នកសារព័ត៌មានយើងប៉ុណ្ណឹងបាទសូមអរគុណបងប្រុសទាំងពីរដែលជាអ្នកថាតបាយខាងសារព័ត៌មាន ECTV News បាទអរគុណបងដែលបានឆ្កឹះនៅព័ត៌មានដ៏ល្អនេះគឺជាព័ត៌មានដ៏ល្អដែលយើងទាំងអស់គ្នាគួរតែចូលរួមដើម្បីទប់ស្កាត់នៅអំពើអីហ្នឹងអំពើស៊ីលុយរត់ស៊ីលុយរាដែលបណ្ដាលមកពីក្រុមហ៊ុនគប់គិតជាមួយនឹងពួកមន្ត្រីខិលខូចក្រុមហ៊ុនគប់គិតជាមួយនឹងពួកមន្ត្រីខិលខូចចេះតែដាក់ថ្លៃទៅចេះតែដេញថ្លៃទៅហើយដេញថ្លៃនឹងទៀតសោតតើមានតម្លាភាពដែរទេក្នុងការដេញថ្លៃហ្នឹងយុតិធធម៌ដែរទេហើយកន្លែងហ្នឹងគឺសារសូមឲ្យជំនាញទាំងអស់ដែលមានការពាក់ព័ន្ធស៊ើបអង្កេតឲ្យបានធំទូលំទូលាយទាំងអស់តែម្ដងគឺទៅលើ1500ជាងឃុំទូទាំងប្រទេសខ្ញុំគិតថារឿងនេះមួយគឺជាយើងយកមកធ្វើជាបន្ទាត់នៃការស៊ើបអង្កេតគ្រប់ឃុំទាំងអស់ដើម្បីកុំឲ្យមានអំពើនឹងកើតឡើងព្រោះអំពើនេះកើតឡើងវាខុសគ្នាឆ្ងាយពេកអំពូលភ្លើងដែលខ្ទង់50,000 45,000មកបកគោលវាឡើងទៅដល់8លានរៀលវាធំហួសហេតុពេកវាស៊ីច្រើនហួសហេតុពេកដែលធ្វើឲ្យបាត់នៅថវិកាសម្រាប់យកទៅអភិវឌ្ឍភូមិឃុំណាហើយគោលការណ៍របស់រដ្ឋាភិបាលថ្នាក់ដឹកនាំរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីព្រមទាំងឧបនាយករដ្ឋមន្ត្រីខាងលើគឺថាគិតគូរប៉ុន្តែនៅខាងក្រោមមានជនខិលខូចមន្ត្រីខិលខូចជាមួយនឹងក្រុមហ៊ុនឯកជនខិលខូច
ដែលនេះគឺជារឿងផលប្រយោជន៍ជាតិយើងទាំងមូលតែម្ដងបាទមិនដឹងថាមានប៉ុន្មានក្រុមហ៊ុនទេដែលបែបហ្នឹងហើយក្រុមហ៊ុនអាចស៊ីបានគឺថាវាមិនដែលស៊ីតែឯងទេគឺគប់គិតជាមួយនឹងមន្ត្រីស៊ីជាប្រព័ន្ធបានណាអញ្ចឹងសូមស្នើទៅដល់ជំនាញអ្នកដែលពាក់ព័ន្ធឬក៏ជំនាញដែលមានការពាក់ព័ន្ធស៊ើបអង្កេតក្រុមហ៊ុនទាំងអស់និងមន្ត្រីទាំងអស់ដែលមានការពាក់ព័ន្ធក្នុងការប្រើប្រាស់ថវិការបស់រដ្ឋដើម្បីកុំឲ្យមានការច្រាស់ច្រំតទៅទៀតព្រោះខាតច្រើនណាស់ខាតលុយរដ្ឋច្រើនណាស់ដែលរដ្ឋកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍបាទសូមអរគុណ